ប្រហែលថ្ងៃនេះឃ្លាននំខ្មែរគ្រប់មុខតែម្ដងបងប្អូនថ្ងៃមុនវិចនំជ្រូកថ្ងៃនេះវិញវិចនំគមខ្មែរយើងហ្នឹងបងប្អូនងាយស្រួលធ្វើខ្លាំងមែនតើហើយរសជាតិវិញឆ្ងាញ់ណាស់គឺនំគមស្នូលដូងណាបងប្អូនខ្លះទៀតគាត់ចូលចិត្តស្នូលស្ដែងអញ្ចឹងទៅតែថ្ងៃនេះខ្ញុំធ្វើស្នូលដូងគឺរសជាតិឆ្ងាញ់ខ្លាំងតែម្ដងក្លិនវិញឡើងឈ្ងុយឆ្ងាញ់ហ្មងណាបងប្អូនហើយសាច់នំវិញឡើងទន់ហ្មងនំមួយមុខនេះបងប្អូនដឹងហើយភាគច្រើនគឺយើងប្រើជាមួយនឹងម្សៅដំណើបចាគឺឆ្ងាញ់ហើយទន់ល្អខ្លាំងមែនតើជាដំបូងគឺខ្ញុំចាប់ផ្ដើមលីងល្ងនេះបងប្អូនចង់ដាក់ច្រើនឬតិចតាមការចូលចិត្តខ្ញុំវិញដាក់តែ1ស្លាបព្រាបាយជាងទេដោយសារតែអស់ល្ងសអញ្ចឹងណាបងប្អូនបន្ទាប់មកខ្ញុំមានស្ករត្នោតគឺខ្ញុំសាល់2ដុំហើយបន្ទាប់មកខ្ញុំថែមតឹងតិចដើម្បីឲ្យរលាយស្ករអស់សិនបងប្អូនហើយខ្ញុំបន្ថែមជាមួយនឹងស្ករសទៀតណាបងប្អូនដោយសារតែស្ទើខ្ញុំថែមស្ករសនេះប្រហែលជា50ក្រាមទៀតកុំភ្លេចដាក់អំបិលមួយចិបផងដើម្បីឲ្យស្នូលយើងកាន់តែមានរសជាតិឆ្ងាញ់សរុបមកស្ករគឺខ្ញុំប្រើ150ក្រាមបងប្អូនចាបន្ទាប់មកទៀតយើងកូរស្ករយើងឲ្យឡើងក្រហមបន្តិចហើយគឺយើងដាក់សាច់ដូងកោសយើងចូលគឺសាច់ដូងចាស់បងប្អូនខ្ញុំដាក់ចំនួន4ខាំកន្លះបងប្អូនចង់ដាក់ច្រើនជាងហ្នឹងក៏បានដែរឆាគ្រឿងស្នូលយើងឲ្យបានសមបន្តិចហើយយើងចាក់ល្ងលីងយើងចូលចំពោះល្ងវិញដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហើយបើសិនជាអាចបងប្អូនអាចថែមសណ្តែកដីផងទៅរសជាតិកាន់តែឆ្ងាញ់ទៀតណាបើសិនជាចូលចិត្តណាបើសិនជាអត់ចូលចិត្តមិនបាច់ដាក់ទេហើយយើងឆាស្នូលយើងឲ្យស្ងួតទឹកឲ្យដាច់ទឹកទៅយើងដួសដាក់ចានពេលដែលត្រជាក់តិចហើយគឺយើងពូតជាដុំតូចបែបនេះតាមការចូលចិត្តតូចឬធំបងប្អូនឥឡូវស្នូលយើងគឺបានពូតជាដុំតូចរួចរាល់ហើយផងដែរបន្តមកទៀតគឺយើងត្រូវការលាយម្សៅបងប្អូនចំពោះថ្ងៃនេះខ្ញុំប្រើម្សៅដំណើបហើយប្រភេទម្សៅដំណើបគឺខ្ញុំប្រើកញ្ចប់បែបហ្នឹងហើយមួយកញ្ចប់ហ្នឹងមានទម្ងន់400ក្រាមបងប្អូនថ្ងៃនេះខ្ញុំប្រើចំនួន800ក្រាមចំនួន2កញ្ចប់ខ្ញុំធ្វើរៀងច្រើនតិចដែរប៉ុន្តែពេលដែលយើងវិចទៅគឺអត់ច្រើនអីហ្មងទេហើយចំពោះខ្ទិះដូងខ្ញុំប្រើចំនួន500មីលីលីត្រឬក៏កន្លះលីត្រហ្នឹងបងប្អូនស្ករសខ្ញុំដាក់ចំនួន4ស្លាបព្រាបាយនិយាយទៅស្ករសដាក់តាមការចូលចិត្ត3ស្លាបព្រា2ស្លាបព្រាតាមការចូលចិត្តរបស់បងប្អូនចាចំពោះខ្ទិះដូងវិញយើងចាក់ម្ដងតិចចឹងមកបន្តមកទៀតគឺខ្ញុំនៅថែមទឹកបន្តិចទៀតបងប្អូនដោយសារតែខ្ទិះដូងយើងហ្នឹងគឺប្រើអត់គ្រប់ទេអញ្ចឹងគឺខ្ញុំថែមទឹកហ្នឹងចំនួន100មីលីលីត្រថែមទៀតណាហើយបើសិនជាបងប្អូនលាយទៅរៀងស្ទើរទឹកអីបងប្អូនថែមទឹកតិចតួចទៀតបានឬក៏បងប្អូនដាក់ថែមខ្ទិះដូងសុទ្ធហ្នឹងក៏បានដែរយើងញីម្សៅយើងរហូតដល់សាច់ម្សៅយើងទន់បានល្អបែបហ្នឹងហើយគឺយើងអាចឆុបបានហើយបងប្អូនចាគឺទន់ល្អខ្លាំងមែនទែនចាឥឡូវយើងមកមើលស្លឹកចេកចំពោះស្លឹកចេកគឺខ្ញុំកាត់រៀងតូចល្មមដែរទេព្រោះថានំខ្ញុំវិចរៀងតូចដែរបងប្អូនចាហើយបន្ទាប់មកខ្ញុំមានប្រេងឆានេះគឺយើងទុកលាបពីលើស្លឹកចេករបស់យើងកុំឲ្យជាប់នំណាបងប្អូនឥឡូវយើងចាប់ផ្ដើមខ្ចប់នំយើងទាំងអស់គ្នាចំពោះសាច់នំគឺយើងបេះមួយដុំល្មមមកហើយយើងធ្វើឲ្យស្ប៉ែតទៅគឺយើងចាប់ស្នូលយើងមួយដុំដាក់ទៅបងប្អូនយើងធ្វើការខ្ចប់នំយើងឲ្យជិតមុខទៅគឺបានហើយបងប្អូនចាគឺយើងធ្វើទុកឲ្យរៀងច្រើនតិចមកដើម្បីឲ្យងាយស្រួលពេលដែលយើងខ្ចប់ទៅលឿនអញ្ចឹងណាបងប្អូនបើសិនជាយើងធ្វើមួយខ្ចប់មួយគឺរៀងយូរបន្តិចអញ្ចឹងគឺយើងធ្វើខ្ចប់នំយើងឲ្យបានច្រើនសិនចាំយើងដាក់ខ្ចប់ជាមួយនឹងស្លឹកចេកគឺលឿនខ្លាំងមែនទែនចាធ្វើយ៉ាងណាឲ្យចិត្តមុខបន្តិចទៅបើសិនជាអត់ចិត្តនៅតិចតួចក៏មិនអីដែរបងប្អូនឥឡូវនេះយើងចាប់ផ្ដើមខ្ចប់ទាំងអស់គ្នាចំពោះស្លឹកចេកគឺយើងត្រូវលាបប្រេងឆានៅកណ្ដាលយើងមិនបាច់លាបច្រើនខ្លាំងពេកទេគឺលាបមកល្មមទៅហើយយើងខ្ចប់គួចបែបហ្នឹងណាបងប្អូនមើលតាមហ្នឹងទៀតទៅដោយសារតែងាយស្រួលធ្វើខ្លាំងមែនទែនគួចស្លឹកយើងរួចរាល់ហើយយើងចាប់សាច់នំយើងដាក់កណ្ដាលហ្នឹងមកហើយយើងបត់តាមហ្នឹងបងប្អូនអាចមើលតាមហ្នឹងបានណាព្រោះថាងាយស្រួលខ្លាំងមែនទែនចំពោះនំនេះក៏ខ្ញុំមិនសូវជំនាញអីប្រហែលដែរព្រោះថាខ្ញុំទៅតែធ្វើ2ដងណាបងប្អូនអញ្ចឹងក៏មិនសូវស្អាតដែរព្រោះថាចាស់ពីដើមគឺគាត់ប៉ាកែធ្វើខ្លាំងមែនទែនអញ្ចឹងទៅខ្ញុំក្មេងចំនួនថ្មីគឺខ្ញុំទៅតែរៀនធ្វើដែរទេណាបងប្អូនដោយសារតែឃ្លានញ៉ាំមកអញ្ចឹងគឺធ្វើទៅដោយសារតែពីមុនហ្នឹងចូលចិត្តញ៉ាំខ្លាំងមែនទែននំហ្នឹងប៉ុន្តែពេលមកដល់ស្រុកគេទៅគឺខានញ៉ាំយូរខ្លាំងមែនទែនបើសិនជាចង់ញ៉ាំតតែយូរក៏ម៉ងគេម្ដងអញ្ចឹងមានតែធ្វើខ្លួនឯងអញ្ចឹងទៅបងប្អូនចង់ញ៉ាំស្មើណាគឺយើងធ្វើស្មើនឹងអញ្ចឹងទៅគឺបានញ៉ាំហើយអត់មានអីពិបាកអីបងប្អូនហើយបើផ្នែកស្នូលវិញគឺយើងអាចដាក់សណ្តែកដីក៏កាន់តែឈ្ងុយដែរបងប្អូនតែលើកនេះខ្ញុំអត់ដាក់សណ្តែកដីទេគឺខ្ញុំដាក់តែល្ងចាខ្ញុំអត់បានលីងសណ្តែកដីហ៎បងប្អូនចាអញ្ចឹងបើដាក់ថែមសណ្តែកដីទៀតកាន់តែឈ្ងុយឆ្ងាញ់ហ្មងចាឥឡូវនំយើងក៏បានខ្ចប់ឲ្យរួចរាល់ផងដែរបើសិនជាស្អាតមិនស្អាតបងប្អូនកុំប្រកាន់ណាដោយសារតែខ្ញុំនេះមិនសូវជំនាញខាងធ្វើនំហ្នឹងទេចានំខ្មែរយើងគឺថាវិចរៀងយូរដែរតើបងប្អូនគ្រឿងផ្សំចិបចប់គឺរៀងយូរដែរនំយើងបានវិចរួចរាល់ហើយខ្ញុំដាក់ចំហុយនៅក្នុងឡាំងសឹងបងប្អូនខ្ញុំចំហុយ2ដងទៅអស់ដោយសារតែម្ដងគឺរៀងច្រើនពេកអញ្ចឹងខ្ញុំរំលែកជា2អញ្ចឹងតែម្ដងទៅពេលដែលយើងកំពុងតែរៀបនំដាក់ឡាំងសឹងហ្នឹងគឺយើងដាក់ដាំទឹកចាស់ឲ្យហើយទៅបងប្អូនដោយសារតែយើងតម្រៀបហើយទឹកយើងក៏ពុះល្មមដែរចំពោះម្សៅ2កញ្ចប់គឺយើងវិចនំបានប៉ុណ្ណឹងបងប្អូនបើថាឲ្យច្រើនក៏មិនច្រើនប្រហែលដែរឥឡូវពេលដែលទឹកយើងពុះហើយយើងអាចដាក់នំយើងចំហុយបានហើយខ្ញុំចំហុយរយៈពេល
25នាទីនំយើងគឺឆ្អិនល្មមតែម្ដងដោយសារតែសាច់ម្សៅហ្នឹងគឺឆ្អិនរៀងលឿនដែរទេហើយនឹងស្នូលយើងគឺឆ្អិនស្រាប់ហើយបងប្អូនឥឡូវយើងសាកបកសាច់នំយើងមើលបងប្អូនហើយយើងទុកឲ្យត្រជាក់សិនចាំយើងបកណាយើងទុកឲ្យរាងត្រជាក់បន្តិចទៅកុំបកទាំងក្តៅខ្លាំងពេកដោយសារតែបកក្តៅខ្លាំងពេកអាចរលាកដៃហើយនឹងជាប់សាច់នំផងដែរសាច់នំយើងគឺថាល្អខ្លាំងមែនទែនហើយសាច់នំនេះគឺស្នូលអត់សូវក្រហមទេដោយសារតែខ្ញុំកម្លោចស្ករហ្នឹងអត់សូវឲ្យក្រហមខ្លាំងអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនធ្វើស្ករត្នោតកាន់តែឈ្ងុយឆ្ងាញ់ជាងនឹងថែមទៀតដោយសារតែខ្ញុំនេះអត់មានទេបងប្អូន